บសួរលោកគ្រូអញ្ចឹងឥឡូវនេះខ្ញុំនឹងធ្វើការ record វីដេអូមួយទាក់ទងនឹងការ create file store comment អញ្ចឹងឥឡូវនេះគឺខ្ញុំបានបង្កើត folder sv1 មួយអញ្ចឹងខ្ញុំ ls មើលទៅក្នុង folder ហ្នឹងក៏អត់មានអីទេអញ្ចឹងខ្ញុំនឹងទៅរត់ទៅបង្កើត file មួយដើម្បី store comment អញ្ចឹងខ្ញុំប្រើ comment vip ហើយខ្ញុំដាក់ឈ្មោះ file ហ្នឹងគឺ nita.sh តែមកខ្ញុំ enter បន្ទាប់ពីខ្ញុំ enter ហើយខ្ញុំត្រូវចុចkeyword អក្សរ i មួយដើម្បី insert comment ចូលអញ្ចឹងពេលដែលចេញពាក្យ insert នេះខាងក្រោមនេះហើយគឺខ្ញុំទៅ copy comment ដើម្បីដាក់ចូលអញ្ចឹងនេះនៅពេលដែលខ្ញុំ pass comment នឹងហើយគឺខ្ញុំត្រូវតែ escape មួយដើម្បីបន្ទាប់មកគឺខ្ញុំប្រើខ្ញុំត្រូវចុច2 shift ចុច2ហើយខ្ញុំវាយអក្សរ W ដើម្បី write save comment ហ្នឹងអញ្ចឹងនេះគឺមានខ្ញុំពេលដែលខ្ញុំចុច save write comment ហ្នឹងទៅគឺវាប្រាប់ថា comment ហ្នឹងនៅក្នុង folder នៃឈ្មោះ nita.sh នេះដែលវាមាន10 line ហើយវាមានទំហំ507 មេ7 bit អញ្ចឹងបន្ទាប់ពីខ្ញុំបាន save comment នឹងរួចរាល់ហើយខ្ញុំធ្វើការចាក់ចេញវិញគឺខ្ញុំចុច2ហើយចុចអក្សរ Q ដើម្បីចាក់ចេញពីនឹងវិញតោះមកខ្ញុំធ្វើការ ls មើលអញ្ចឹងនេះគឺខ្ញុំបានមាន file ហ្នឹងគឺ nita.sh ហ្នឹងអញ្ចឹងឥឡូវនេះខ្ញុំនឹងធ្វើការដាក់សិតនៅលើ file មួយហ្នឹងអញ្ចឹងដើម្បីដាក់សិតបានគឺខ្ញុំប្រើ comment មួយ chmod ហើយខ្ញុំដាក់សិត700អញ្ចឹងសិត700ហ្នឹងមានន័យថា file មួយហ្នឹងប្រើប្រាស់បានតែខ្ញុំម្នាក់ឯងទេគឺអត់អាចមានអ្នកគេចូលទៅប្រើប្រាស់បានទេហើយដោយសារតែក្នុងលេខលុយហ្នឹងយើងដឹងស្រាប់ហើយថាមានអ្នកប្រើប្រាស់ច្រើនហើយអញ្ចឹងវាអាចងាយនឹងគេចូលទៅលុបឬចូលទៅធ្វើអីផ្សេងៗអញ្ចឹងយើងដាក់សិតដើម្បីការពារ security នៅ file របស់យើងអញ្ចឹងបន្ទាប់មកខ្ញុំដាក់ឈ្មោះ file ខ្ញុំគឺ nita នេះប្រើប្រាស់បានតែអញ្ចឹង comment ដែលបន្ទាប់មកគឺខ្ញុំ enter អញ្ចឹងមានន័យថាពេលដែលខ្ញុំ enter ហើយគឺមានន័យថា file ហ្នឹងវាអត់ទាន់ដំណើរការបានទេអញ្ចឹងខ្ញុំត្រូវតែដើម្បីឲ្យវាដំណើរការបានគឺខ្ញុំប្រើ comment មួយ base ហើយខ្ញុំដាក់ឈ្មោះ file ខ្ញុំបន្តមកទៀតគឺខ្ញុំអញ្ចឹង comment base នេះគឺមានន័យថាដើម្បី run comment ហ្នឹងឲ្យយើងនឹងប្រើ run comment ហ្នឹងដើម្បីយើងប្រើប្រាស់បានអញ្ចឹងខ្ញុំជួយការ enter អញ្ចឹងនេះគឺវាចេញមកហើយគឺវាប្រើប្រាស់វាចេញមកវាមានenter keyword របស់វាគឺវាមាន RAM CPU HDD NAS ហើយនឹង time ហើយនឹង IP អញ្ចឹងខ្ញុំចង់ដឹងថាវាដើរឬក៏មិនដើរគឺខ្ញុំវាយពាក្យ RAM ហើយខ្ញុំ enter មើលនេះអញ្ចឹងវាដើរហើយតោះមកខ្ញុំសាកវាយ CPU នេះគឺវាដើរមកហើយខ្ញុំអាចវាយ HDD អញ្ចឹងវាគឺវាដើរមកអស់ហើយអញ្ចឹង net បន្ទាប់មកគឺ time ចុងក្រោយ IP អញ្ចឹងនេះយើងឃើញថាវា comment file comment របស់យើងគឺវាបានដើរហើយអញ្ចឹងបន្ទាប់ពីវាដើររួចរាល់ហើយខ្ញុំធ្វើការ control C ដើម្បីចាក់ចេញទៅកន្លែងដើមវិញអញ្ចឹងតាក់ទងនឹងcreate file store comment line របស់ខ្ញុំគឺខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនលោកគ្រូសូមជម្រាបលា